សួស្តីពុកម៉ែបងប្អូនជាទីរាប់អានថ្ងៃនេះដែរខ្ញុំចង់ចែករំលែកនៅអ្វីដែលខ្ញុំចេះប្រាប់ទៅពុកម៉ែបងប្អូនពីរបៀបមើលនៅក្រដាសប្រាក់ខ្លាំងៗនិងក្រដាសប្រាក់ពិតប្រាកដនៃលុយដុល្លារអញ្ចឹងហើយដោយសារតែកត្តាប្រជាជនច្រើនបច្ចុប្បន្នហើយក៏អ្នកឆោបបោកច្រើនដែរដោយសារតែមានអ្នកឆោបបោកច្រើនខ្ញុំមិនចង់ឲ្យពុកម៉ែបងប្អូនធ្លាក់នៅក្នុងអន្លង់ចាញ់បោកអ្នកណាម្នាក់ទេព្រោះស្រុកខ្មែរសម្បូរអ្នកបោកច្រើនជាងអ្នកទុច្ចរិតអញ្ចឹងហើយខ្ញុំក៏បានសម្រេចចិត្តប្រាប់ថាអ្វីដែលខ្ញុំចេះខ្ញុំបង្ហាញទៅពុកម៉ែបងប្អូននៅតាមជនបទពិសេសនៅតាមជនបទពួកគាត់អត់សូវស្គាល់ក្រដាសប្រាក់មិនមែនងាយពួកគាត់ទេតែភាគច្រើនគឺអញ្ចឹងហ្មងគឺចាញ់បោកគេច្រើនសូម្បីតែខ្ញុំគឺនៅព្រោះស្នៀមម្ដងកាលដែរដោយសារតែខ្ញុំគាត់គ្នាទាំងហើយបាទខ្ញុំទទួលបានបទពិសោធន៍ច្រើនអូខេអញ្ចឹងនេះគឺជាក្រដាសប្រាក់$100ពិតប្រាកដរបៀបមើលក្រដាសប្រាក់$100គឺមានច្រើនករណីតាមដែលខ្ញុំមើលជារឿយៗនោះគឺមើលតាមរយៈលុយថ្មីស៊ីនក៏លួសមកបាច់មកគឺលុយប៉ោះហ្មងទី1ចំណុចខាងទី1ទី2គឺមានរូបរបស់រូបមនុស្សអូម៉ាថាក្រដាស100ចុះរូបតានេះអញ្ចឹងរូបតាហ្នឹងនៅកន្លែងសមោហ្នឹងក៏មានមុខគាត់ដែរនៅពេលដែលយើងប្រចាំលើថ្ងៃគឺមានមុខគាត់ចំណុចសំខាន់ទី2ចំណុចសំខាន់ទី3នេះគឺយើងប្រចាំនៅលើថ្ងៃក្រដាស100អញ្ចឹងនៅកន្លែងនេះគឺមាន time reasoning គេនោះប្រកបនៅចំណុចកដាលគឺយើងមើលតែផ្នែកទទេមិនឃើញទេប៉ុន្តែបើសិនជាយើងឆ្លងកាត់តាមរយៈពលឺថ្ងៃឃើញក្រដាសនេះគឺមានលេខចំនួន100អូម៉ាក្រដាស100អញ្ចឹងវាសេលេខ100ហើយវាដាក់ USA បើសិនជាក្រដាស50វាដាក់50ក្រដាស10ដាក់ក្រដាស10អញ្ចឹងនេះគឺជាចំណុចសំខាន់ខ្លាំងប៉ុន្តែមិនទាន់ខ្លាំងដល់កម្ពុជាទេអ្វីដែលខ្លាំងដល់កម្ពុជានោះគឺខ្ញុំចង់ឲ្យពុកម៉ែបងប្អូនបានដឹងរលុយទាំងអស់ចំណុចសំខាន់ទី3រលុយទាំងអស់ដែលខ្ញុំតែងតែដឹងតែងតែឮពីមុនមកហើយក៏តែងតែស្គាល់តាមរយៈមិត្តភ័ក្តិធ្វើការនៅធនាគារមួយចំនួនគាត់បានបង្ហាញពីចំណុចសំខាន់គាត់ថាលុយទាំងអស់គឺមានភាពរលោងគ្រប់កន្លែងហ្មងយើងកន្លែងណាក៏រលោងដែរគ្រប់ហ្មងគឺមានតែមួយកន្លែងគត់ដែលធ្វើឲ្យដៃរបស់យើងមានសភាពគ្រើមគឺនៅកន្លែងនេះពុកម៉ែបងប្អូនមើលច្បាស់គឺនៅកន្លែងកអាវរបស់រូបមនុស្សនេះរូបរបស់អ្នកប្រាជ្ញរបស់សហរដ្ឋអាមេរិកនេះគ្រប់ហ្មងឲ្យតែកន្លែងកអាវរបស់អ្នកប្រាជ្ញហ្នឹងគឺរលោងគឺគ្រើមមិនរលោងទេគឺយកដៃសៀកទៅគ្រើមហ្មងគ្រើមមែនតើគឺចំណុចផ្សេងគឺរលោងស្រោចប៉ុន្តែចំណុចហ្នឹងគឺគ្រើមអញ្ចឹងហើយនេះហើយគឺជាចំណុចសំខាន់ដែលបញ្ជាក់ថាលុយទៅប្រកបដោយសារតែកត្តានេះហើយទើបពុកម៉ែបងប្អូនគាត់បានយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃមិនចាញ់បោកគេប៉ុន្តែដោយសារតែនៅកន្លែងខ្ញុំឬមួយក៏តាមកន្លែងគេរកស៊ីអាជីវកម្មធំមិនអាចដូចជាអ្នកនៅជនបទគាត់រកស៊ីលក់ដូរម្ដងម្កាលជួបប្រទេសមួយស្លឹកគាត់មានពេលវេលាច្រើនដោយសារតែនៅកន្លែងខ្ញុំគឺមានសារាចរលុយច្រើនចេញចូលរាល់ថ្ងៃมันអាចប្រើពេលវេលាច្រើនសម្រាប់ទៅមើលលុយទាំងអស់ហ្នឹងទេมันអាចមានលុយมันអាចប្រើពេលវេលាទៅមើលលុយច្រើនដល់ថ្នាក់ហ្នឹងទេមួយថ្ងៃលុយរាប់ពាន់រាប់ម៉ឺនដុល្លារអញ្ចឹងហើយទៅខ្ញុំសម្រេចចិត្តបង្កើតនៅម៉ាស៊ីនស្វ័យប្រវត្តិមួយពុកម៉ែបងប្អូននេះគឺជាម៉ាស៊ីនស្វ័យប្រវត្តិមើលទៅហាក់ដូចជារញ៉េរញ៉ៃឬមួយក៏ខ្សែចង្អេងចង្អាងទៅហើយនេះគឺជាខ្ញុំកំពុងតែដាក់ថ្មចូលនេះគឺវាស៊ីថ្មតែ9វ៉ុលទេដោយសារខ្ញុំកែច្នៃហើយនេះគឺជាម៉ាស៊ីនស្វ័យប្រវត្តិមួយដែលខ្ញុំបង្កើតឡើងដោយខ្លួនខ្ញុំផ្ទាល់ដោយសារតែខ្ញុំជាងអេឡិចត្រូនិកស្រាប់ម៉ាស៊ីនស្វ័យប្រវត្តិហ្នឹងពុកម៉ែបងប្អូនឃើញអញ្ចឹងកុំថាវាថ្លៃវាថោកទេសមរម្យទេមិនថ្លៃតាមពិតទៅបើសិនជាអ្នកខ្លះគេសុំខ្ញុំធ្វើឲ្យ free ទេផងនេះគឺជាលុយ$100ដែលមានលក្ខណៈថាលុយស៊ីនហ្មងអញ្ចឹងខ្ញុំឈុតម៉ាស៊ីននេះខ្ញុំឈុតនៅលើកន្លែងនេះកន្លែងហ្នឹងគេហៅថាគ្រាប់តែតអូខេពុកម៉ែបងប្អូនឃើញទេឃើញប្រតិកម្មមានភ្លើងក្រហមនេះនៅពេលដែលវាមានប្រតិកម្មភ្លើងក្រហមមានន័យថាលេងលុយស៊ីនហើយពិតប្រាកដហើយអូខេខ្ញុំឈុតឲ្យមើលទៀតឃើញវាស៊ីនហើយក្រដាសប្រមាណក៏ដោយឲ្យតែលុយដុល្លារក្រដាស50ក្រដាស10ក្រដាស20ក្រដាស100ក៏ដោយគឺវាប្រតិកម្មទាំងអស់រាល់លុយស៊ីនទាំងអស់ហើយចំណុចសំខាន់នៃការមើលលុយហ្នឹងគឺមានច្រើនប៉ុន្តែបើសិនជាម៉ាស៊ីននេះគឺវាមិនចំណាយច្រើនទេពុកម៉ែបងប្អូនគឺវាចំណាយឡើងគឺគ្រាប់តែតនេះគឺជាគ្រាប់តែតដែលគេហៅយកចេញគឺខ្ញុំបានយកចេញពីមញ៉េចាក់កាសែតយើងគឺគ្រាប់តែតគឺវាមានតាមខ្ញុំដឹងជារឿយមកគ្រាប់តែតហ្នឹងគឺវាមានប្រតិកម្មជាមួយនឹងជីបបារ៉តហ្នឹងគឺនៅក្នុងកាសែតយើងណាគឺកាសែតហ្នឹងគឺចេញជារំពងសម្លេងហ្នឹងគឺមានជីបបារ៉តសម្បីតែថាស DVD CD ក៏ដោយគឺមានជីបបារ៉តទាំងអស់គឺបារ៉តហ្នឹងគឺវាមានវិទ្យុសកម្មជាមួយនឹងក្បាលតែតនេះគឺខ្ញុំបង្ខំឡើងគឺធំនៅរូបរាងឯងទៀតពិតទៅគ្រឿងក្នុងនោះផ្សំឡើងគឺមានយ៉ូតមួយគ្រាប់និងអ៊ីសេមួយគ្រាប់ហើយនឹងកង់ដង់
តុបមួយគ្រាប់យក9វ៉ុលទៀតបញ្ជាក់ប្រាប់បងប្អូនជាងអេឡិចត្រូនិកមួយចំនួនឲ្យគាត់ចេះកែច្នៃផងគុំមើលងាយសមាធិគុនខ្មែរអញ្ចឹងហើយនៅពេលដែលយើងកែច្នៃបានប៉ុណ្្នឹងហើយយើងយកវាមកដាក់គ្រាប់តែឲ្យសមរម្យមកគ្រាប់តែហ្នឹងគឺវាមានខ្ញុំស្រាវជ្រាវទៅដឹងថាដុល្លារហ្នឹងមានជាតិបរតដុល្លារលុយសុទ្ធមានជាតិបរតប៉ុន្តែបើกระดาษអត់មានជាតិបរតទេបងប្អូនកុំចង់សាកអសោះអូខេអញ្ចឹងនេះគឺជាដុល្លារប្រកបអញ្ចឹងខ្ញុំនឹងបញ្ជាក់ថាលុយខ្លាំងខ្លាយវាមិនទៀតអញ្ចឹងខ្ញុំនឹងបញ្ជាក់ជូនអូខេអញ្ចឹងខ្ញុំយក$5ចាអូខេខ្ញុំមាន$5នេះពុកម៉ែបងប្អូននេះគឺជាលុយ$5ប៉ុន្តែមិនដឹងថា$ហ្នឹងពិតប្រកបឬមួយក៏ខ្លាំងខ្លាយទេខ្ញុំនឹងធ្វើអ្វីមួយនៅលើกระดาษ$ហ្នឹងទៀតអូខេដោយហេតុតែខ្ញុំជាអ្នកលេងសៀកកំបីកំតុកនៅប្រចាំទីក្រុងបបិទ្ធនេះខ្ញុំនឹងធ្វើអ្វីមួយនៅលើกระดาษ$នេះទេអូខេពុកម៉ែបងប្អូនឃើញទេឃើញกระดาษ$ខ្លាយជាกระดาษ$100ទេបាទមិនជឿមើលទៅបាទអូខេអញ្ចឹងប៉ុន្តែกระดาษ$100នេះពុកម៉ែបងប្អូនកុំអាលជឿជាក់ថាវាជាលុយពិតប្រាកដឬមួយក៏លុយអីឲ្យសោះពីព្រោះថាខ្ញុំលេងនេះដើម្បីខ្ញុំចង់បង្ហាញថាលុយនេះគឺលុយពិតប្រាកដល្មិចនៅពេលដែលខ្ញុំមានម៉ាស៊ីននេះហើយទោះបីជាលុយនេះពិតប្រាកដឬមួយក៏ខ្លាំងខ្លាយពុកម៉ែបងប្អូននឹងជ្រាបច្បាស់អូខេមិនបាញ់មិញលុយពិតប្រាកដខ្ញុំឈុតទៅវាមានភ្លើងអូខេនេះគឺលុយដែលខ្ញុំជប់មិនបាញ់ពុកម៉ែបងប្អូនឃើញនេះឃើញវាគ្មានប្រតិកម្មនេះឃើញវាគឺជាលុយខ្លាំងខ្លាយអញ្ចឹងវាអត់មានប្រតិកម្មជាមួយនឹងវិទ្យុសកម្មទេដោយសារតែលុយខ្លាំងខ្លាយវាអត់មានជាតិបរតវាអត់មានជាតិបរតអីដូចលុយពិតប្រាកដអញ្ចឹងហើយវាមិនអាចមានប្រតិកម្មភ្លើងទេប៉ុន្តែបើលុយពិតប្រាកដវិញពុកម៉ែបងប្អូនចាំមើលឃើញវាប្រតិកម្មអត់ប្រតិកម្មភ្លើងនេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកទៅពុកម៉ែបងប្អូនតាមជនបទឬមួយក៏អ្នកទីក្រុងក្តីម៉ាស៊ីននេះគឺខ្ញុំចេះតែរៀបឡើងទេតាមវិទ្យុបាយដែលខ្ញុំចេះអូខេបើសិនជាពុកម៉ែបងប្អូនណាចង់បានម៉ាស៊ីននេះអាចអ្នកនាំមកហាងរបស់ខ្ញុំឬមួយនេះមកខ្ញុំតម្លើងវាឲ្យច្រើនជាងនឹងហើយខ្ញុំនឹងអាប់ដេតរូបរាងវាជាងនឹងទៀតកុំឲ្យវានៅអាក្រក់មើលអញ្ចឹងដោយសារតែខ្ញុំគ្មានរោងចក្រអីចាក់ពុំទេបាទនេះគឺជាស្នាដៃកូនខ្មែរដែលបកកែធ្វើមិនដឹងបកកែតែជាធ្វើទៅបិទស្គុតបិទអីញ៉ៃពេញនិយាយរួមទៅគឺខ្ញុំមិនចង់បង្ហាញថាលក់ដូរទេខ្ញុំចង់គ្រាន់តែប្រាប់ចំណុចសំខាន់ដល់ពុកម៉ែបងប្អូននៅតាមជនបទឲ្យគាត់ចេះមើលលុយដុល្លារចំណុចសំខាន់គឺមានតែ3ទេពុកម៉ែបងប្អូនគឺនៅកន្លែងកលៈករនេះគឺគ្រើមទី1ទី2លុយដុល្លារថ្មីគឺមានកន្លែងនេះគឺខ្សែអាប់វានេះគឺចម្លងរហូតបើសិនជាអាចយកកតុយធូបឬមួយក៏ឈើតូចមួយញាត់ចូលនេះមកគឺលុយពិតប្រាកដហើយញាត់ចូលបានគឺមានរន់ទី2ទី3នោះគឺរូបរបស់អ្នកណាគឺរូបអ្នកនៅកន្លែងស្មោលទី4អត់ញ៉ាំទេញ៉ាំទី4គឺខ្សែអាប់នេះគឺខ្សែអាប់វាគឺតាមប្រទេសនេះណាលុយកណ្ដាលម៉ាំងគឺចេញលេខហ្នឹងអញ្ចឹងហើយមានចំណុច4សំខាន់នេះដែលពួកធនាគារតែងតែមើលអញ្ចឹងឬមួយក៏ខ្ញុំពីមុនមកគ្រួសារខ្ញុំក៏មើលអញ្ចឹងដែរដោយសារតែសារាចរលុយនៅផ្ទះខ្ញុំចេញចូលច្រើនរបៀបមើលលុយយួនដូចគ្នាលុយយួនលុយដុងគេហៅថាលុយយួនលុយដុងលុយយួនគេហៅលុយដុងច្រឡំហើយនេះគឺលុយរៀលក៏មើលបានដែរប៉ុន្តែលុយរៀលហើយលុយដុងនោះគឺខ្ញុំនឹងព្យាយាមប្រើម៉ាស៊ីនកែច្នៃរបស់ខ្ញុំមួយទៀតខ្ញុំកំពុងស្រាវជ្រាវថាលុយយួនគឺសមរម្យសាស្ត្រលុយខ្មែរសមរម្យសាស្ត្រអីពីព្រោះលុយខ្មែរមានជាតិបរតទេបាទអញ្ចឹងហើយព្រោះចំណេះដឹងរបស់ខ្ញុំចេះខ្ញុំជឿថាប៉ុណ្ណឹងហើយសូមពុកម៉ែបងប្អូនទាំងអស់បានមើលវីដេអូឃ្លីបនេះហើយជួយ share តគ្នាផងបាទសូមអរគុណសូមជម្រាបលាសូមឲ្យសំណាងល្អគ្រប់គ្នាហើយសូមកុំចាញ់បោកអ្នកដែលប្រកែកឆោបបោកនៅសប្តាហ៍បាទពីខ្ញុំបាទ Magic Man បាទសូមអរគុណ